អ្នកទាំងអស់គ្នាណាខ្លះដែលអត់ទាន់ចាត់ធ្វើការសំកាក់ដោយ free បាទនៅក្នុង Binance អញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការបង្រៀនដល់បងប្អូនអ្នកគ្នាពីរបៀបការយកកាក់ដោយ free នៅក្នុង Binance តាមរយៈការទាយពាក្យនៅក្នុង Binance អញ្ចឹងបងប្អូនអ្នកគ្នាមិនចាំបាច់ចំណាយលុយទេអញ្ចឹងបងប្អូនអ្នកគ្នាមានតែ account Binance មួយគឺបងប្អូនអ្នកគ្នាអាចចូលទៅទាយពាក្យដើម្បីទទួលបាន reward ពី Binance បានហើយអញ្ចឹងសម្រាប់លុយដែលយើងទទួលបានវាមិនច្រើនប្រហែលទេបងប្អូនបាទវាអាស្រ័យទៅលើគេផ្ដល់ឲ្យណាអញ្ចឹងបងប្អូនអ្នកគ្នាអាចធ្វើការសន្សំយកវាទៅដើម្បីតិចឬក៏ច្រើនបងប្អូនអ្នកគ្នាគួរតែធ្វើការសន្សំទៅបាទអញ្ចឹងសម្រាប់អ្នកដែលអត់ទាន់មាន account Binance បាទកុំភ្លេចធ្វើការបង្កើតបាទតាមរយៈ referral link របស់ខ្ញុំដែលខ្ញុំបានធ្វើការដាក់ឲ្យបងប្អូនអ្នកគ្នានៅខាងក្រោម description video អញ្ចឹងនៅពេលដែលបងប្អូនអ្នកគ្នាធ្វើការបង្កើត Binance តាមរយៈ referral link របស់ខ្ញុំបងប្អូនអ្នកគ្នានឹងទទួលបានអត្ថប្រយោជន៍ដូចជាការ save លុយ 20% ត្រឡប់មកវិញអញ្ចឹងកុំភ្លេចបងប្អូនអ្នកគ្នាបាទអញ្ចឹងវីដេអូរបៀបការបង្កើតគឺខ្ញុំបានធ្វើការដាក់ឲ្យបងប្អូនអ្នកគ្នានៅខាងក្រោម description video ដូចគ្នាអញ្ចឹងកុំភ្លេចចុចឈ្មោះតាមរយៈ referral link ទាំងអស់គ្នាផងណាបងប្អូនបាទអូខេអញ្ចឹងពេលដែលបងប្អូនអ្នកគ្នាមាន account Binance ហើយអញ្ចឹងឥឡូវយើងចូលទៅកាន់ Binance ទាំងអស់គ្នាដើម្បីយើងចូលទៅធ្វើការ link កែមនេះទាំងអស់គ្នាបាទអូខេឥឡូវនេះគឺយើងចូលមកកាន់ account Binance របស់យើងហើយបន្តមកទៀតបងប្អូនអ្នកគ្នាចូលមកកាន់ trade 3កន្លែងនេះអញ្ចឹងសម្រាប់ account បងប្អូនអ្នកគ្នាតតែធ្វើ KYC បំពេញព័ត៌មានរួចរាល់ហើយបាទចេញសញ្ញាគ្រីសពូខៀវបែបនេះហើយទើបមានសិទ្ធិក្នុងការដាក់លុយចូលមានសិទ្ធិក្នុងការ trade ឬក៏មានសិទ្ធិទទួលបាននៅ reward ផ្សេងៗបានបើសិនតែបងប្អូនអ្នកគ្នាគ្រាន់តែបង្កើតហើយអត់ verify ជាមួយនឹងអត្តញ្ញាណប័ណ្ណធ្វើ KYC ទេយើងអាចធ្វើអីបានទាំងអស់បាទដកលុយក៏អត់បានអីក៏អត់បានដែរទទួលបានរង្វាន់ក៏អត់ដែរបន្តមកទៀតអ្នកនរគ្នាចូលកន្លែងនឹងមកហើយយើងអាចយកពាក្យថាមកកន្លែងនេះបាទមកសវិសអញ្ចឹងបងប្អូនអ្នកនរគ្នាអាចស្វែងរកពាក្យថាញ៉ែបងប្អូនអ្នកគ្នា word of the day បាទពាក្យថា word of the day ឬក៏បងប្អូនអ្នកគ្នាអាចសរសេរខាងលើនឹងក៏បានដែរណាបាទយើងអាចសរសេរមកនេះវានឹងចេញឲ្យពាក្យនេះណា word of the day អញ្ចឹងបងប្អូនអ្នកគ្នាចុចលើវានឹងមកវានឹងចូលទៅតម្រងវាឲ្យយើងធ្វើការបំពេញនៅពាក្យហ្នឹងអញ្ចឹងសម្រាប់ការបំពេញពាក្យហ្នឹងគឺយើងអាចធ្វើការបំពេញនៅខ្លួនឯងបានទេអញ្ចឹងយើងត្រូវការរកជំនួយអញ្ចឹងតើតើការរកជំនួយយើងត្រូវធ្វើយ៉ាងណាខ្លះអញ្ចឹងបងប្អូនអ្នកគ្នាចូលទៅកាន់ Google Gemini ណាអូខេនេះ Google Gemini នេះណានេះ Gemini ហ្នឹងបងប្អូនអ្នកគ្នាអាចទៅកាន់ Play Store ឬក៏ App Store គឺមានទាំង iPhone ហើយនិង Android អញ្ចឹងបងប្អូនអ្នកគ្នាអាច search មកពាក្យថា Gemini នេះបងប្អូនអ្នកគ្នាតម្រងវាពណ៌នេះណាបងប្អូនអ្នកគ្នានេះរូបរាង logo វាគឺបែបនេះអញ្ចឹងបងប្អូនអ្នកគ្នាធ្វើការបើកវាមកហើយបងប្អូនអ្នកគ្នា connect ភ្ជាប់វាជាមួយនឹង email នៅលើទូរស័ព្ទដៃបងប្អូនអ្នកគ្នាមកនេះដោយសារតែខ្ញុំបាន connect រួចហើយអញ្ចឹងខ្ញុំធ្វើការសួរតែម្ដងបាទអូខេនេះគឺជាពាក្យដែលខ្ញុំបានធ្វើការឲ្យ Gemini ជួយឆ្លើយអញ្ចឹងណាអញ្ចឹងអ្នកនរគ្នាតើតើការឲ្យ Gemini ទីហ្នឹងវាមិនមែនត្រូវ 100% 10ត្រូវទាំង10ទេបាទមួយថ្ងៃវាឲ្យមួយវាអាចត្រូវទាំង10ថ្ងៃត្រូវទាំង10ទេវាមានខុសខ្លះអញ្ចឹងអ្នកនរគ្នាអូខេតោះឥឡូវយើងចូលមកកាន់កន្លែងនេះមកបាទចូលមកកាន់ Binance របស់យើងមកអញ្ចឹងយើងធ្វើការ screenshot កន្លែងហ្នឹងមកហើយយើងចូលមកកាន់ Gemini របស់យើងហើយយើងចុចសញ្ញាបូកកន្លែងនេះមកបាទយើងចុចបូកកន្លែងហ្នឹងមកយើងយកកន្លែង gallery កន្លែងយករូបភាពណាបងប្អូនអ្នកគ្នាអញ្ចឹងយើងចុចយករូបរបស់យើងមកចុច add ទៅហើយយើងសរសេរភាសាខ្មែរដាក់ថាសូមជួយទាយពាក្យឲ្យខ្ញុំបាទអញ្ចឹងប៉ុណ្ណឹងក៏បានដែរអញ្ចឹងយើងចុចបញ្ជូនទៅបញ្ជូនឲ្យយើងបញ្ជូនឆាតយើងអញ្ចឹងណាបងប្អូនបាទអញ្ចឹង Gemini កំពុងតែធ្វើការនេះទាយឲ្យយើងហើយអញ្ចឹងពាក្យនេះគឺវាមាន6ខ្ទង់អញ្ចឹង Gemini ឲ្យយើងធ្វើការសាកល្បងអីគេនេះបងប្អូនអ្នកគ្នាសូមសាកល្បងពាក្យសក្តិយើងវាយពាក្យនេះចូលណាអូខេយើង copy អត់បានទេព្រោះយើង copy បានតែយើងយកទៅដាក់បានអញ្ចឹងយើងយកសរសេរមកដាក់មកនេះពាក្យខាងក្រោមហ្នឹងវាឲ្យយើងសរសេរកន្លែងហ្នឹងណាសក្តិអញ្ចឹងវាឲ្យយើងសាកល្បងសរសេរពាក្យថាសក្តិអញ្ចឹងយើងចុចកន្លែង enter ខាងក្រោមនេះពឹបមកអូខេអញ្ចឹងពាក្យនេះគឺអត់ត្រឹមត្រូវទេអញ្ចឹងយើងអាចធ្វើការ screenshot ទៅឲ្យទៀត screenshot ទៅឲ្យ Gemini ណាបែកទៅវិញយើងដាក់ថាយើងចុចបញ្ជូនសិនមកយើងដាក់ថាមិនត្រឹមត្រូវអីយ៉ាមិនត្រឹមត្រូវទេហើយចុចបញ្ជូនទៅអញ្ចឹង Gemini នឹងធ្វើការបញ្ជូនលេខពាក្យថ្មីឲ្យយើងណានេះអញ្ចឹងវានឹងធ្វើឲ្យយើងហើយអញ្ចឹងវាឲ្យយើងធ្វើការសាកល្បងពាក្យនេះសូមសាកល្បងវាយ asset បាទពាក្យហ្នឹងវាឲ្យវាយអីយើងដាក់ហ្នឹងទៅ ASS ETS បាទបាយចូលមក ASS ETS យើងមើលសិន ASS ETS អូខេសាកល្បងមើលតាមវាហើយយើងចុច enter មកអូខេអញ្ចឹងពាក្យនេះគឺកាន់តែអត់ត្រឹមត្រូវហើយបងប្អូនអ្នកគ្នាបាទអត់ត្រឹមត្រូវទេអញ្ចឹងយើងថត screen ទៅឲ្យ Gemini ទៀតបាទទៅឲ្យ Gemini ហើយយើងធ្វើតតែត្រូវណាពេលខ្លះវាអាចត្រូវទេបងប្អូនអ្នកគ្នាបាទយើងមិនបាច់សេក៏បានយើងបញ្ជូនយកក៏បានដែរណាព្រោះយើងបញ្ជូនទៅ Gemini នឹងដឹងខ្លួនឯងហើយអូខេរងចាំ Gemini ឆ្លើយតបយើងថាពាក្យហ្នឹងវាមិនត្រឹមត្រូវអូខេអញ្ចឹងយើងដាក់មកនេះ Easter ឬក៏ raster បាទពីរពាក្យហ្នឹងយើងអាចដាក់មក EASTER បាទ EASTER អូខេយើងដាក់នោះទៀតមើលអត់ត្រូវទៀតហើយត្រូវបាន2នេះត្រូវបាន2ហើយអូខេនេះឃើញទេត្រូវបាន A ហើយនិង E អញ្ចឹងយើងសល់ការ3ដងទៀតបងប្អូនបាទអញ្ចឹងយើងផ្ញើឲ្យ Gemini ទៀតណា screenshot ផ្ញើឲ្យ Gemini ទៀតមកអូខេអញ្ចឹងយើងចុចផ្ញើទៅអូខេអញ្ចឹងឥឡូវនេះវាឲ្យយើងធ្វើការសាកល្បងពាក្យនេះទៀត EATES EARTES EARTES អត់ត្រូវទៀតទេអូខេឥឡូវវាចេញបែបនេះបាទពួកខេវបាន3ហើយអញ្ចឹងយើងផ្ញើឲ្យ Gemini ទៀតយើងមានឱកាសនៅសល់ត្រឹមតែ2ដងទៀតទេបាទអញ្ចឹងយើងចុចបញ្ជូនដល់ Gemini
ok nhà đấy ok chẳng rong trăm bia nhờ dương tiền đấy chẳng dương so cả pi đong tiền tới rồi cầm tới anh nó dương từ tam nâng bàn tay ca thước cứ dương thua được bếp nâng đấy ok là nó cứ việc nhau biệt hạ butter phải chờ tới đây nào ní bạn chẳng dương sản bong đong tiền đấy butter bạn chẳng vô dương đã thọ so nâng một nâng ngày bàn tay việt ói nhé ta lời sản bong việt nâng tiền và tiền nhỉ chẳng phải giờ tới nào ní thà tôi viếtทำมันត្រូវចឹងឥឡូវនេះពាក្យចុងក្រោយនៅសល់មកពាក្យចុងក្រោយចឹងដល់ថាយើងត្រូវឬក៏អត់ទេបងប្អូនអរគ្នាចឹងឥឡូវវាឲ្យយើងសាកល្បងពាក្យចុងក្រោយនេះគឺ mattel បាទ mattel អូខេ mattel អូបងប្អូនអរគ្នានេះ market ទូរស័ព្ទស្ដាយបងបាទតែពេលគឺពាក្យ market បានត្រឹមត្រូវខុសមកសបាទជាលើកចុងក្រោយអើយ30ជាបាទនេះតែទៅការទូទាយវាមានខុសមានត្រូវចឹងណាបងប្អូនអរគ្នាចឹងបងប្អូនអរគ្នាអាចធ្វើតាមការណែនាំខ្ញុំទៅបាទខុសត្រូវគឺយើងមើលអត់ឃើញទេបើសិនតែយើងវាប្រាប់មកយើងត្រូវគឺត្រូវតែបើសិនប្រាប់មកយើងខុសគឺខុសហើយតែរបៀបការទាយគឺយើងធ្វើការទាយបែបនេះណាចឹងក្នុងការបង្ហាញមកខ្ញុំគឺមានតែប៉ុណ្ណឹងចឹងការទាយគឺមានខុសមានត្រូវដូចខ្ញុំបានបញ្ជាក់ខាងដើមវីដេអូចឹងណាវាអាចត្រូវគ្រប់ថ្ងៃទាំងអស់ទេវាមានថ្ងៃខ្លះយើងត្រូវថ្ងៃខ្លះក៏យើងខុសដែរចឹងបងប្អូនអរគ្នាកុំភ្លេចចូលមកធ្វើការសន្សំកាក់ទាំងអស់គ្នាចឹងទាក់ទងទៅនឹងការបើកកាក់គឺបងប្អូនអរគ្នាចូលមកកាន់បាយណានបងប្អូនអរគ្នាមកបាទគេអញ្ចឹងក្នុងនេះខ្ញុំឈ្នះ3ដងដែរឥឡូវនេះគឺខុសអញ្ចឹងណាបាទមកគិតសោះអូខេអញ្ចឹងទាក់ទងការចូលទៅបើករង្វាន់គឺបងប្អូនអរគ្នាចូលមកកាន់កន្លែងពាក្យថា reward hub ណាគឺគ្រប់រង្វាន់ទាំងអស់គឺចូលនៅក្នុង reward hub ឬក៏មជ្ឈមណ្ឌលរង្វាន់បាទអញ្ចឹងយើងចូលកន្លែង reward hub មកចឹងយើងអាសាចូលមើលបើសិនជាមានរង្វាន់គឺវានឹងធ្វើការតម្លាក់ឲ្យយើងធ្វើការ claim នៅក្នុងចំណុចហ្នឹងឯងអញ្ចឹងវីដេអូនេះគឺខ្ញុំមានប៉ុណ្្នឹងឯងបើសិនមានការខុសឆ្គងនៅក្នុងចំណុចណាក៏សូមអធិស្ឋានផងដែរអរគុណជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទបាយ